ជំរាបសួរពុកម៉ែបងប្អូនបាទអញ្ចឹងថ្ងៃនេះខ្ញុំមានតរេនមួយផ្លែបាទមកបង្អួតបងប្អូនបន្តិចឲ្យបងប្អូនអញ្ចឹងខ្ញុំចង់បង្ហាញពីអីបាទគឺខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនអំពីវិធីពុះតរេនងាយស្រួលបងប្អូនអញ្ចឹងដើម្បីបកតរេនបានញ៉ាំបាទពីមុនខ្ញុំបកអត់បានញ៉ាំទេបងប្អូនអញ្ចឹងឥឡូវបាទខ្ញុំដឹងពីវិធីងាយអញ្ចឹងនៅក្នុងការបកត្រេនបាទមានវិធីបងប្អូនអញ្ចឹងយើងយកផ្លែត្រេនមកបាទនេះបងប្អូនខ្ញុំយកត្រេនមកផ្លែដើម្បីបកត្រេនងាយបាទបងប្អូនត្រូវតែមានបាទស្រោមដៃដើម្បីការពារកុំឲ្យបាទមុតដៃអញ្ចឹងបើអត់មាននេះយើងយកតែกระดาษទ្រាប់អញ្ចឹងមកបងប្អូនអញ្ចឹងដំបូងគឺយើងកាប់ខាងក្បាលវាដូចយើងកាប់ដូងអញ្ចឹងបាទយើងជីខាងក្បាលវាមួយផ្នែកអញ្ចឹងបងប្អូនអញ្ចឹងខាងតងវាណាខាងតងមួយផ្នែកបាទឲ្យចេញមានខ្លែកមានសាច់អញ្ចឹងមកបាទហើយមួយទៀតគឺយើងកាប់ខាងកកូតវាដែរអញ្ចឹងបាទយើងជីខាងកកូតវាអញ្ចឹងខាងក្រោមវាបាទឲ្យចឹងចេញអញ្ចឹងដូចដូងអញ្ចឹងមកវានឹងឃើញថ្នាំធ្នេបងប្អូនអញ្ចឹងបាទយើងឃើញធ្នេបាទយើងយកកបិតជីតាមធ្នេវាបន្ថែមតិចមកអញ្ចឹងបងប្អូនបាទជីតាមធ្នេវាតិចអញ្ចឹងមកបាទនេះបាទជីវាតាមអញ្ចឹងមកបាទដល់គូតវាអញ្ចឹងមកបាទហើយមួយជំហៀងទៀតឃើញធ្នេវាទៀតបងប្អូនជីតាមធ្នេវាអញ្ចឹងមកបាទជីឲ្យតែវាមានមុខវាអញ្ចឹងមកយើងគាស់តិចមកបងប្អូននេះឃើញទេបងប្អូនងាយមែនតើអញ្ចឹងយើងបើកខ្វាំងបាទនេះអូបាទម្ដុំអញ្ចឹងម្ដុំខ្ញុំញ៉ាំមើលសិនបងប្អូនឲ្យខាតបាទម្ដុំញ៉ាំម្ដុំសិនបាទនិយាយថាជាតិនៅបងប្អូនបាទអញ្ចឹងវីដេអូនេះខ្ញុំចង់បង្ហាញឲ្យបងប្អូនបានដឹងអំពីវិធីពុះតរេនញ៉ាំអីចឹងបងប្អូនមានតរេនហើយបាទមិនដឹងធ្វើម៉េចបានញ៉ាំទេបើនិយាយពីបន្លាវាស្រួយមុតមែនតើបាទពីមុនខ្ញុំមិនដឹងធ្វើម៉េចបានញ៉ាំដែរបងប្អូនអញ្ចឹងបាទទ្រាំនឹងបានញ៉ាំម្ដងមួយដៃមួយជើងអស់ហើយឥឡូវយើងដឹងពីវិធីបាទពុះអញ្ចឹងងាយមែនតើនេះគ្រាន់តែបាទកាត់ខាងតងវាឲ្យជ្រៅតិចមកហើយខាងគូតវាជ្រៅដែរដូចមានធ្នេវាឃើញបងប្អូនងាយខ្វាំងឃើញអត់មានអីលំបាកទេបាទបានតរេនសាច់វាល្អអត់បែកទៀតបងប្អូនអញ្ចឹងទោះជាតរេនទុំល្អយ៉ាងណាក៏អត់បែកដែរបាទបានសាច់ល្អមែនតើខ្វាំងនេះបងប្អូននេះមើលណាបងប្អូនបាទធ្លាក់ដុតតែម្ដងបាទនេះសាច់ម្ដុំល្អមែនតើបងប្អូនហើយទុំចូលមែនតើណានេះបងអញ្ចឹងបានវិធីបកតរេនងាយអញ្ចឹងបងប្អូនអាចចង់ដឹងចង់បានវិធីបកអញ្ចឹងបងប្អូនមើលវីដេអូនេះមកហើយបាននេះខ្វៀងមកដុំទៀតហើយអញ្ចឹងបងប្អូនអាចបាទទិញតរេនមកផ្លែមកបាទមកបកអញ្ចឹងដូចខ្ញុំនោះសកត់អញ្ចឹងមកខ្វៀងតែម្ដងនេះបងប្អូនដោយសារវាលែងជាប់ហើយដោយសារគឺយើងកាត់ខាងគូតខាងនិងខាងក្បាលវារួចជាការស្រេចបាទអរគុណបងប្អូនដែលបានមើលវីដេអូនេះហើយបងប្អូនពេញចិត្តនឹងវីដេអូនេះសូមចុច Subscribe ឲ្យម្នាក់មួយផងបងប្អូនអរគុណបាយ